ដោយការសង្ស័យមែនពួកគាត់ទាំងពីរបែកគ្នាហើយក្រោយមានការវែកញែកពីមហាជនរឿងលោកហេងកឹមហៀងមិនទៅមើលថែអ្នកនាងលូវរីយ៉ាពេលសម្រាលកូនភ្លោះបាត់ឈឹងយោងតាមការឡាយនៅយប់មិញរបស់លោកស្រីព្រំសុខាបានបញ្ជាក់ច្បាស់ថាពួកគាត់បានលែងគ្នាយូរហើយឈប់ឆ្ងល់ឈប់វែកញែកក្នុងនោះលោកស្រីក៏ប្រាប់ថាការដែលលូវរីយ៉ាមានសេរីភាពក៏មិនមែនដោយសារលោកហេងគឹមហៀងនោះដែរសូមពាក្យជូនពរអ្នកនាងលូវរីយ៉ាម្នាក់មួយម៉ាត់មកបងប្អូនពេលនេះមិនទាន់សម្រាលទេគ្រាន់តែមានសញ្ញាចង់សម្រាលមុនថ្ងៃឥឡូវពេទ្យចាក់ថ្នាំទុកឲ្យរួចហើយកំពុងសម្រាកនៅមន្ទីរពេទ្យតាមដានបន្តជូនពរឲ្យសុខភាពទាំងម្ដាយនៃកូនភ្លោះអបអរសាទរទីបំផុតម៉ាមីលូវរីយ៉ាបានសម្រាលអូនភ្លោះដោយសុវត្ថិភាពនិងមានស្នាមញញឹមសាជាថ្មីវិញរួមទាំងអូនភ្លោះស្រីទាំងពីរយោងតាមការបង្ហោះរបស់ម្ចាស់ Facebook ឈ្មោះ Love Riya Shop បានបញ្ជាក់ថាពេលនេះអ្នកម៉ាក់និងទារកទាំងពីរមានសុខភាពល្អសូមជូនពរឲ្យកូនតូចទាំងពីរមានសុខភាពល្អនិងធំធាត់ឆ្លាតវៃពេលឃើញចែដាណានិងចែយាកបង្ហោះសារឆ្លើយឆ្លងគ្នាទៅវិញទៅមកតារាកំ pl ែងវ៉ាន់នីឡាបានបង្ហាញមតិយោបល់ថាតន់គ្រប់រឿងតែស្រឡាញ់ទាំងសងខាងអត់ចង់ឲ្យមានបញ្ហាអ្វីកើតឡើងទេសូមចែដាណាលើកលែងទោសឲ្យកូនចៅម្នាក់នេះផងលោកស្រីអ៊ុនធីដាឡាយវីដេអូដឹងកំហុសសូមទោសសូមផ្ញើជូនមេរបស់ខ្ញុំត្រីដាណាជាពិសេសចេញពីការដឹងកំហុសហើយកូនចៅពិតជាសូមទោសមេសង្ឃឹមមេលើកលែងទោសនិងមិនឲ្យកូនចៅម្នាក់នេះដេកអប់វិបដិសារីដេកឲ្យកំហុសពេញមួយជីវិតឡើយរយៈពេល1ឆ្នាំនេះកូនចៅពិតជាឈឺចាប់និងមានវិបដិសារីខ្លាំងណាស់លោកជំទាវសេដ្ឋីនីសុភាបជើបានចេញសារមួយឃ្លាយ៉ាងមានន័យថាសម្រាប់ស្ត្រីម្នាក់ការជ្រើសរើសដៃគូជីវិតគឺជាការសម្រេចចិត្តដ៏សំខាន់បំផុតដូច្នេះហើយស្ត្រីឆ្លាតមិនប្រញាប់ជ្រើសរើសទេនាងយកពេលវេលាបើជ្រើសរើសមនុស្សខុសជីវិតអាចពោពេញដោយទុក្ខលំបាកនិងការវេទនាប៉ុន្តែបើជ្រើសរើសមនុស្សត្រឹមត្រូវវាអាចនាំមកនូវសុភមង្គលសន្តិភាពនិងជីវិតដែលពោពេញដោយក្តីស្រឡាញ់តឹងទ្រូងស្ទើបែកនិយាយមិនចេញល្បីរឿងប្រពន្ធដើមឈោពកូនមើលប្តីសែនចង់ដៃការប្រពន្ធថ្មីទាំងអារម្មណ៍ក្តុកក្តួលនៅក្នុងចិត្តតែមិនអាចបញ្ចេញបានមិនដឹងក្នុងចិត្តគាត់អត់ទ្រាំយ៉ាងណាទេចំណែកស្វាមីវិញបែរជាសប្បាយក្អាក់ក្អាយទៅលើគំនរទុកប្រពន្ធដើមបើបងប្អូនស្គាល់ក្មួយស្រីក្នុងរូបនេះសូមឲ្យគាត់តាក់ទងមកលោកជំទាវចិត្តធោសុភាបជើប្រកាសស្វែងរកក្មួយស្រីជួយតាក់ទងមកក្រុមការងាររបស់មីងដើម្បីឲ្យអាចផ្ដល់ជូននៅអំណោយបន្តិចបន្តួចដល់ក្មួយនិងក្រុមគ្រួសារដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងតស៊ូសិក្សារៀនសូត្រដោយមិនបោះបង់មិនថាកំពុងស្ថិតក្នុងជីវភាពលំបាកយ៉ាងណាក៏ដោយទីបំផុតអ្នកនាងចំចាន់បានបើកបង្ហាញមុខកូនស្រីរបស់ខ្លួនហើយមុខឡើងខ្ជូតគួរឲ្យខ្នាញ់ណាស់ហ្វេនឃើញស្រឡាញ់គ្រប់គ្នាក្នុងនោះអ្នកខ្លះថាមុខដូចប៉ាឯខ្លះទៀតថាដូចម៉ាក់ចុះបងប្អូនកំពុងមើលវិញថាមុខដូចប៉ាឬដូចម៉ាក់ក្រោយពីត្រឡប់មកពីធ្វើដំណើរកំសាន្តនៅឌូបៃវិញស្រាប់តែចែដាណាទើបបានឃើញលោកស្រីអ៊ុនធីដាបង្ហាញលុយទាំងដុំចង់កាត់យកផលិតផលក្រុមហ៊ុនដាណាត្រីមកលក់បន្តស្រាប់តែចែដាណាលាន់មាត់ថាពុទ្ធោខ្ញុំរវល់ធ្វើដំណើរទើបបានមើល Facebook ពេញលេញហើយក៏ឃើញម្នាក់នោះផុសលុយថាចង់មកទិញផលិតផលរបស់ខ្ញុំលក់ហើយគិតអីនឹងចង់យកលុយមកសុកមែនបងប្អូនយល់យ៉ាងណាដែលសុំខមមិនមួយមកខ្ញុំវល់អស់ហើយអត់យល់កូននឹងសោះខ្លោចចិត្តអាណិតកូនទាំង3របស់នាយក្រិនណាស់ពេលនេះស្ថានភាពនាយក្រិនកំពុងសម្រាប់ព្យាបាលនៅក្នុងពេទ្យ9ម៉ែត្រគឺមេរោគចូលដល់ស្រោមខួរគាត់វង្វេងអស់ហើយសូម្បីតែកូនក៏ចាំមិនបានយោងតាមសម្ដីតារាកំ pl ែងប្រឹមប្រៃបាននៅមើលថែនាយក្រិននៅមន្ទីរពេទ្យ9ម៉ែត្ររួចប្រាប់ថាពេលនេះបងក្រិនទើបចេញពីបន្ទប់សង្គ្រោះបន្ទាន់អាការៈឥឡូវរៀងធូរជាងព្រឹកមិញបន្តិចគាត់រៀងមានកម្លាំងបន្តិចក៏ប៉ុន្តែបញ្ហាគាត់និយាយស្ដាប់គ្នាអត់ទាន់បានទេគាត់អត់ចាំអីបានហ្មងសូម្បីតែកូនគាត់ក៏គាត់អត់ចាំដែរសូម្បីតែខ្លួនគាត់ផ្ទាល់នឹងក៏គាត់អត់ដឹងថាគាត់ជានរណាគេដែរសូមចូលរួមអបអរសាទរបងប្រុសជឿនបងស្រីសុភានីនពួកគាត់ជាស្វាមីភរិយាដែលពីការភ្នែកដូចគ្នាគាត់ទទួលបានសមាជិកថ្មីហើយគឺកូនស្រីមុខខ្ជូតគួរឲ្យស្រឡាញ់ម្នាក់អូនឈ្មោះសុខាធីដារមនីកើតថ្ងៃទី10ខែមីនាឆ្នាំ2025